ល្ខោនក៏បានបញ្ចប់តួស្រីចេញមកវិញក៏សរសើរតួឯកប្រុសនៅក្នុងរឿងល្ខោននោះថាពិតជាសង្ហាខ្លាំងណាស់រ៉ាហានក៏សួរនាងថាតើនាងចូលចិត្តបុរសដែលមានរូបរាងដូចជាព្រះអង្គមែនទេតួស្រីឆ្លើយថានាងចូលចិត្តទាំងអស់ឲ្យតែសង្ហានិយាយរួចនាងក៏សុំគេទៅបន្ទប់តាំងមួយផ្លែតនៅតាមផ្លូវមកវិញនាងក៏បានជួបនឹងលោក McQueen Grave ដែលកំពុងតែបណ្ដើរនារីម្នាក់ជាមួយគេ McQueen សប្បាយចិត្តណាស់ដែលបានជួបនាងម្ដងទៀត Larry ក៏ត្រៀមវេទមន្តរបស់នាងដោយសារតែនាងបានប្រាប់គេម្ដងហើយថាកុំបង្ហាញមុខឲ្យនាងឃើញម្ដងទៀត McQueen មិនខ្លាចនោះទេហើយតបទៅនាងវិញថានាងយល់ច្រឡំហើយនៅពេលនេះគឺនាងគ្មានតម្លៃសម្រាប់គេនោះទេភ្លាមនោះក៏មានមនុស្សពីរនាក់មកចាប់ដៃនាងនិងបិទមាត់នាងផងដែរ McQueen រងចាំថ្ងៃនេះយូរហើយព្រោះតែរឿងដែលនាងបានធ្វើដាក់គេថ្ងៃមុននោះគេនឹងសងនាងវិញអស់នៅថ្ងៃនេះឥឡូវនេះនាងមិនមែនជាអភិជនទៀតនោះទេអញ្ចឹងគេនឹងឲ្យនាងធ្វើជាប្រពន្ធចុងរបស់គេទៅចោះនិយាយរួចគេក៏លុកដៃខ្លួនមកប៉ះថ្ពាល់នាងរំពេចនោះដើមមួយក៏មកកាត់បំបត្តិដៃនេះតែម្ដងហើយមនុស្សពីរនាក់របស់ McQueen នោះក៏ត្រូវបានគេសម្លាប់នៅត្រង់នោះដែរហើយនោះគឺជាតួប្រុសអាស្រហានយើងនេះឯងគេមិនឃើញនាងមកទើបគេមករកនាងបែបនេះតែនាងមិនខឹងគេទេបើសិនជាគេកំចាត់ពួកដែលមិនដឹងកន្លែងរបស់ខ្លួនយ៉ាងនេះមិនទាន់បាននឹងឆ្លើយផង McQueen ក៏ស្រែកឡើងមានដឹងថាគេជានរណាទេ Larry បញ្ញាប់ទប់រ៉ាហានភ្លាមនាងមិនចង់មានរឿងរញ៉េរញ៉ៃទៀតនោះទេដោយសារតែគេជា McQueen Grave តួប្រុសក៏ឆ្លើយតបប៉ុន្តែគេជា Candle ណា Candle មិន Candle សំខាន់តួស្រីក៏ចាប់ដៃតួប្រុសរត់ទៅតែម្ដងតួស្រីមិនដឹងទេថារ៉ាហានបានផ្ដល់សិទ្ធឲ្យគេសម្លាប់អ្នកណាក៏បានតាមតែចិត្តគេចង់ឈ្មោះគេគឺ McQueen Grave ឬរ៉ាហាននឹងមិនឲ្យគេរួចខ្លួននោះទេមកដល់លើរទេះវិញតួស្រីឡើងទៅហក់ខ្យល់រីឯតួប្រុសនេះវិញទៅគិតថាតួស្រីនឹងទាមទារលុបចោលកងត្រាមិនខានព្រោះនាងបានឃើញគេប្រើប្រាស់អំពើហិង្សាបែបនេះនាងប្រកាសជាខ្លាចហើយប៉ុន្តែវាមិនអីនោះទេបើសិនជាតច្រកគិតមិនទាន់ចប់ផងតួស្រីក៏សរសើរតួប្រុសថាគេពិតជាអស្ចារ្យខ្លាំងណាស់អស្ចារ្យជាងតួឯកប្រុសនៅក្នុងរឿងល្ខោននោះទៅទៀតតាមពិតតួស្រីមិនគាំទ្រអំពើបែបនេះនោះទេប៉ុន្តែក្នុងកលៈទេសៈនេះនាងគិតថាវាជាការការពារខ្លួនហើយក៏មើលមករ៉ាហាណាអៀនទៀតហើយកូនហ្នឹងថ្ងៃបន្ទាប់បានមកដល់ដូហាក៏មកព្យាបាលឡារីទៀតដោយសារតែមានរឿងកើតឡើងម្សិលមិញទើបការផ្ដាសាយរបស់នាងរើឡើងដូហាក៏ប្រាប់ឲ្យនាងកុំបង្ខំខ្លួនឯងពេកឡារីឆ្លៀតឱកាសនេះក៏សួរថាតើជំងឺធ្ងន់ធ្ងរអាចប្រើប្រាស់វេទមន្តព្យាបាលបានទេនាងសួរបែបនេះព្រោះនាងចង់ដឹងថាជំងឺរបស់ខ្លួនតើអាចព្យាបាលបានឬក៏អត់ឬមួយក៏នាងត្រូវតែស្លាប់បែបនេះដូហាប្រាប់ថាវាមិនអាចទៅរួចនោះទេប៉ុន្តែឲ្យតែមានធម៌ពលគ្រប់គ្រាន់សម្ដេចប៉ាបអាចនឹងជួយបានហើយទូស្រីទៅជួបសម្ដេចប៉ាបនោះយ៉ាងម៉េចដូហាក៏គិតពីឡារីវិញដែលនាងមានម៉ាណាច្រើននៅក្នុងខ្លួនដែលអាចធ្វើឲ្យនាងមានជំងឺធ្ងន់ធ្ងរបើព្យាបាលមិនទាន់ពេលនាងអាចនឹងស្លាប់បានគេអាចជួយនាងបានព្រោះនាងជាធ្មប់ដែលមានសមត្ថភាពដូហាក៏សុំនាងព្យាបាលដោយគេចាប់នាងមកអោបនឹងតួក្បាលជាមួយគ្នាតែម្ដងព្យាបាលរួចឡារីក៏អរគុណគេប៉ុន្តែដូហានេះវិញក៏សុំឲ្យនាងព្យាបាលគេវិញហើយគេក៏បើកដៃអាវឡើងដែលដៃរបស់គេពេលនេះគឺមានរបួសខ្លាំងមែនតែនតួស្រីជាមនុស្សចិត្តល្អមិនចាំយូរនាងក៏ព្យាបាលគេទៅវាក៏ធ្វើឲ្យដូហានេះពេញចិត្តតែម្ដងគេបានធ្វើឲ្យខ្លួនឯងរបួសព្រោះតែចង់មើលការព្យាបាលរបស់នាងតែប៉ុណ្ណោះឡារីក៏អស់កម្លាំងតែម្ដងដោយសារតែនាងប្រើប្រាស់ម៉ាណាមិនតិចដែរនឹងដើម្បីព្យាបាលគេភ្លាមនោះដូហាក៏បោះត្បូងមួយឲ្យតែនាងក្រែងគេគឺជាព្រីស្ទទូចទាបអីហេតុអីក៏គេមានត្បូងអញ្ចឹងដូហានេះក៏ហត់ឡើងលឿនថាគ្រួសាររបស់គេមានលអាងជីករ៉ែតួស្រីវិញសប្បាយចិត្តមែនតែននៅក្នុងជីវិតនាងមិនស្មានថាទទួលបានត្បូងដ៏មានតម្លៃបែបនេះនោះទេនាងក៏សន្យាថានឹងបន្តព្យាបាលដូហាទៀតនឹងហាមមិនឲ្យគេទៅរកអ្នកព្យាបាលដទៃក្រៅពីនាងប្រកាសហើយឡារីព្រោះដូហាមិនឲ្យនាងរត់ចេញពីគេនោះទេថ្ងៃស្អែកឡើងឡារីក៏សួររ៉ាហានលោកបាត់ឡឺក៏ប្រាប់នាងទៅថាគេកំពុងតែគេងនៅឡើយទេព្រោះថាយប់មិញគេមកយឺតពេកគាត់ក៏បន្តសួរនាងថាចង់ដាស់គេទេប្រកាសហើយតាមពិតទៅលោកបាត់ឡឺនឹងចង់ឲ្យរ៉ាហានលងស្រឡាញ់នាងឲ្យកាន់តែលឿនតែប៉ុណ្ណោះចូលមកដល់ក្នុងបន្ទប់នេះវិញនាងក៏បានឃើញថាក្មេងតូចកំពុងតែគេងយ៉ាងលង់លក់នៅលើគ្រែអរុនសួស្ដីងើបឡើងមករ៉ាហានឆ្ងល់ខ្លាំងមែនទែនថាហេតុអីនាងចូលមកទីនេះ
ប៉ុន្តែក៏នឹកឃើញលោក Butler ដែលចង់ចាប់គូគេជាមួយនឹង Larry តួស្រីដើរមកអង្គុយលើគ្រែជាមួយគេនិងនិយាយថាតោះចាប់ផ្ដើមការ Purify ធ្វើនៅទីនេះវាល្អជាងនាងចង់ Purify លើរាងកាយគេនៅថ្ងៃនេះហើយវានឹងមានប្រសិទ្ធភាពជាងនៅពេលដែលនាងបានប៉ះពាល់ស្បែករបស់គេផ្ទាល់អញ្ចឹងឆាប់ដោះអាវរបស់លោកភ្លាមទៅឃើញតួប្រុសភ្ញាក់ផ្អើលនៅស្ងៀមនាងក៏ចង់ជួយគេរាហានេះវិញឡើងអៀនខ្ញងគេសុំដោះខ្លួនឯងវិញនេះក៏ជាចំណុចភ្នែករបស់តួឯកស្រីយើងដែរនាងសប្បាយចិត្តណាស់បានឃើញបែបនេះតួស្រីចាប់ផ្ដើមព្យាបាលគេបានមួយផ្លែតនាងក៏ដួលខ្លួនឯងទៅលើរាហាននាងមិនសូវមានម៉ាណាច្រើនទេដោយសារតែនាងប្រើប្រាស់ទៅលើព្រីម្សិលមិញនេះនាងនិងគេជាមិត្តភក្តិគ្នាតើវាមិនអីទេដែលនាងព្យាបាលគេម្ដងម្កាលនោះនាងសន្យាថាមិនឲ្យវាជាបញ្ហាក្នុងការ Purify តួប្រុសនោះឡើយរាហានបែរជាសួរនាងវិញតើនាងធ្វើបែបនេះជាមួយព្រីដែរឬប៉ុន្តែគេក៏នឹកឃើញថាព្រីនោះជាមនុស្សស្រីទេតើមានអ្វីត្រូវបារម្ភដោយសារតែគេធ្លាប់ឃើញថាព្រីនោះមានសក់វែងអញ្ចឹងហើយទើបតួប្រុសមិនដឹងទេទៅព្រីនោះជាមនុស្សប្រុសរាហានតបវិញថានាងចង់ធ្វើអ្វីតាមចិត្តនាងទៅចោះLarry ក៏សួរវិញថាតើពេលណាទៀតពួកគេអាចទៅដេតជាមួយគ្នាបានមុននឹងសន្លប់បាត់ស្មារតីទៅរីឯរាហាននេះវិញបានត្រឹមតែក្តាប់ដៃខ្លួនឯងនៅទីនោះបន្តិចក្រោយមក Larry នេះក៏ដើរស្រែកហៅរាហានពេញភូមិគ្រឹះតែម្ដងមើលទៅគេកំពុងតែគេចមុខពីនាងហើយតួស្រីក៏និយាយប្រាប់ដូហាពីរឿងនេះប៉ុន្តែនាងមិននិយាយរឿងបណ្ដាសានោះឡើយពួកគេក៏រៀនសាសនាគ្នាដោយសារតែរឿងនេះផងដែរLarry គិតថាដូហាមើលទៅក៏បានដេតជាមួយនឹងមនុស្សស្រីជាច្រើនដូហាមិនចាំយូរក៏ឲ្យយោបល់នាងហេតុអ្វីមិនធ្វើឲ្យគេប្រច័ណ្ឌទៅមនុស្សប្រុសគ្រប់រូបតែងតែនៅមិនសុខនៅពេលដែលឃើញមនុស្សស្រីខ្លួននៅជិតមនុស្សប្រុសដទៃប៉ុន្តែតួស្រីមិនដឹងថានាងទៅរកបុរសណាមកសម្ដែងជាមួយដូហាក៏ទាញនាងមកជិតទាំងនិយាយថាគេក៏ជាបុរសម្នាក់ដែរទេតើតួស្រីឆ្ងល់មែនតែនហេតុអ្វីគេមិនប្រាប់នាងមុនពេលព្យាបាលនាងឡើងភ្ញាក់ប៉ុន្តែការធ្វើឲ្យរាហានប្រច័ណ្ឌទំនងដែរទេតើតួស្រីក៏សម័យឃើញរូបភាពរាហាននេះអង្វរនាងក៏ប្រាប់ទៅដូហាថានាងខ្លាចនឹងធ្វើវាទៅរាហាននឹងមិនសប្បាយចិត្តនោះទេដូច្នេះនាងនឹងធ្វើតាមវិធីរបស់នាងវិញតួស្រីគិតនៅក្នុងចិត្តថានាងនឹងខំប្រឹងមោះមុតយកឈ្នះចិត្តរាហានឲ្យទាល់តែបានរងចាំខ្ញុំណាកូនឆ្មាដ៏គួរឲ្យស្រឡាញ់យប់ឡើងរាហានត្រឡប់មកវិញក៏ទទួលបានការស្វាគមន៍ពីឡារីលោកមកយឺតហើយគ្រាន់តែឃើញទឹកមុខនាងភ្លាមរាហានភ្ញាក់ព្រឺតែម្ដងនាងចាំនេះព្រោះតែនាងមិនអាចរកគេបាននៅពេលថ្ងៃក្នុងកងត្រាបាននិយាយថាមេត្រូវទៅក្រៅជាមួយនឹងកូនចៅមួយអាទិត្យ2 ដងតើលោកភ្លេចហើយមែនទេតួប្រុសឈរស្ងៀមគ្មានចម្លើយដោយសារតែពេលនេះគេមានអារម្មណ៍ដូចជាមិនស្រួលនៅក្នុងខ្លួនហេតុនេះហើយទើបគេមិនចង់ជួបនាងគេក៏សួរនាងថាថ្ងៃស្អែកនេះចេញទៅសួនច្បារយ៉ាងម៉េចដែរតួស្រីក៏ស្រាប់តែមានអារម្មណ៍ថាមានតែនាងទេដែលចង់បានទំនាក់ទំនងមួយនេះហើយអ្វីដែលអាស្រហានចង់បានពីនាងគឺគ្រាន់តែជាការព្យាបាលតែប៉ុណ្ណោះប៉ុន្តែនាងជិតស្លាប់ទៅហើយនាងមិនអាចចោះចាញ់បាននោះទេគិតរួចនាងក៏និយាយទៅកាន់រាហានទាំងញញឹមតិចៗលោកច្បាស់ជាហត់ហើយមួយរយៈនេះបើលោកម្ចាស់រវល់យ៉ាងនេះចេញទៅក្រៅឬក៏ញ៉ាំបាយជាមួយគ្នាគឺមិនចាំបាច់នោះទេខ្ញុំនឹងចេញទៅក្រៅជាមួយនឹងមិត្តភក្តិព្រីរបស់ខ្ញុំសូមលោកយកចិត្តទុកដាក់លើតែការងាររបស់លោកចោះនិយាយរួចនាងក៏រត់ឡើងលើតែម្ដងរីឯតួប្រុសនេះគេបានត្រឹមតែភ្ញាក់ផ្អើលព្រោះថានេះជាលើកទី1របស់គេហើយដែលមានអារម្មណ៍បែបនេះហេតុផលដែលឡារីចង់ដេតខ្លាំងនោះគឺព្រោះតែនាងចង់បានការចងចាំមួយដ៏ល្អមុនពេលដែលនាងស្លាប់ទៅតើវាហួសហេតុពេកមែនទេតើនាងផ្ដោតសម្ពាធឲ្យរាហានមែនទេប៉ុន្តែនៅពេលដែលពួកគេនៅជាមួយគ្នារាហានមើលទៅដូចជាសប្បាយចិត្តធម្មតាទេកសែភ្នែកដែលគេមើលមកនាងត្រូវតែធ្វើអ្វីម្យ៉ាងនៅពេលនេះនាងមានអារម្មណ៍ថាឯកាតិចងាកមកវិហារអានេះវិញ George ដែលជាជំនួយការរបស់ដូហាកំពុងតែសួរថាហេតុអីគេរកឯកសណ្ឋានព្រីឋានៈទាបទាំងដែលគេឡើងតំណែងយ៉ាងខ្ពស់ដោយសារតែធម៌ពលវេទមន្តរបស់គេហើយតើគេចង់ទៅរកនាងទៀតហើយមែនទេ George ក៏ថាឲ្យគេដោយសារតែទៅរកនាងនៅភូមិគ្រឹះ Kendall គឺវាមិនល្អនោះទេចុះបើមានអ្នកដឹងពីអត្តសញ្ញាណពិតរបស់គេទៅហើយវានឹងមិនខ្លាចទៅជារឿងអាម៉ាស់សម្រាប់វិហារនេះទេមែនទេហេតុអ្វីមិននាំនាងមកទីនេះវិញនាងច្បាស់ជាប្រមិនខានបើសិនជាយើងឲ្យតួនាទីមួយទៅនាងដូហាវិញក៏តបថានាងមិនមែនជាមនុស្សស្រីសាមញ្ញនោះទេហើយក៏ចាក់ចេញទៅដូហាបានស៊ើបអង្កេតពីនាងរួចហើយ
នាងគឺជាកូនច្បងនៅក្នុងគ្រួសារ Blanche គូដណ្ដឹងលោក Marquis de Grief ដែលគេបាត់មុខពីសាធារណៈទៅមួយរយៈហើយ មានជំនាញព្យាបាលយ៉ាងល្អនិងម៉ាណាយ៉ាងច្រើន នាងនៅជាមួយនឹងលោកឯកឧត្តម Kendall ដែលឆ្លុះវង្វេងនឹងការស្វែងរកការដំបណ្ដាសាអញ្ចឹងនាងច្បាស់ជាធ្មប់ Purify ដែរហើយគេច្បាស់ជាផ្ដល់លុយជាច្រើនឲ្យតែនាងក៏មានអារម្មណ៍ទៅលើគេយ៉ាងណាមិញគេត្រូវតែរកវិធីល្បួងនាងមុនពេលដែលនាងលង់ទៅលើ Kendall ជាខ្លាំងគេត្រូវធ្វើយ៉ាងម៉េចឲ្យនាងខ្លាចជារបស់គេកំពុងតែគិតសុកឡារីក៏ទម្លុះទ្វារចូលមកក្នុងរទេះគេតែម្ដងនាងចង់ទៅញ៉ាំអីនិងដើរផ្សារជាមួយគេគម្រោងដែលធ្វើឲ្យរ៉ាហានប្រច័ណ្ឌនោះនាងចង់ធ្វើវាដូហានេះវិញសប្បាយចិត្តបដ ாய் គេចង់យកវាធ្វើជាលេសសម្រាប់ទៅដេតជាមួយនាងទៅតើប៉ុន្តែនាងបែរជាមករកគេមុនទៅវិញពួកគេទាំងពីរញ៉ាំខេករួចរាល់ក៏ចេញមកវិញឡារីក៏សួរទៅកាន់គេមានហើយតើហេតុអីគេនៅបន្តព្យាបាលចល័តបែបនេះព្រោះតែនាងជឿថាគ្រួសារគេមានលអាងជីករ៉ែដូហាឆ្លើយវិញដោយទឹកមុខកំសត់ថាគេធម្មតាមិនអញ្ចឹងនោះទេប៉ុន្តែគេត្រូវបានគេបង្ខំ Priest ដែលមានឋានៈខ្ពស់បានបង្ខំឲ្យគេដើរព្យាបាលចល័តបែបនេះទោះស្រីក៏កុំឲ្យគេបារម្ភឲ្យតែគេមកប្រាប់នាងមកនាងនឹងបង្ហាញឲ្យពួកនោះដឹងជាមិនខានស្រីក៏សម្លឹងឃើញកន្លះកមួយដែលមើលទៅវាស័ក្តិសមនឹងរ៉ាហានប៉ុន្តែនាងក៏យកលេសថាវាសមនឹងដូហានិងចង់ទៅសួរតម្លៃគេបន្តិចនាងទៅបានព្រីសមួយមកពីណាមិនដឹងទេមកដើរបុកដូហាហើយថាឲ្យគេទៀតថាជាព្រីសឋានៈទាបហើយគ្មានសុជីវធម៌ទៀតតើដឹងទេថាគេជាអ្នកណាគេជា priest ដែលមានសមត្ថភាពត្រូវបានដំឡើងតំណែងក្នុងរយៈពេលត្រឹមតែ5ឆ្នាំដូហាបោះអារបស់គេនិងដេញ priest ម្នាក់នោះឲ្យចេញទៅបើមិនចង់មានរឿងភ្លាមនោះគេក៏មកចាប់កអាវរបស់ដូហានិងចង់បង្រៀនគេឲ្យរៀងម្ដងដូហាកំពុងតែសម្រេចចិត្តថាគួរសម្លាប់ priest ម្នាក់នេះឬក៏អត់ប៉ុន្តែគេមិនចង់មានរឿងនោះឡើយដោយសារតែមានមនុស្សច្រើនគេអាចនឹងបែកធ្លាយអត្តសញ្ញាណពិតដូច្នេះគេគួរតែទម្លាក់រឿងនេះចោលត្រឹមនេះដូហាមិនចាំយូរនោះទេគេក៏អោនសំទោសព្រីម្នាក់នោះទៅព្រីនោះក៏អឹតក៏តោមនិងញញឹមបានត្រឹមតែ2វិនាទីខោអាវរបស់គេក៏ឆេះឆាបពេញនឹងបញ្ចេញខាលីអូដែលមានរូបតុក្កតាខ្លាឃ្មុំឲ្យគ្រប់គ្នាមើលឃើញទៀតតួស្រីក៏ចាប់ដៃដូហារត់ចេញពីទីនោះទៅមកដល់កន្លែងស្ងាត់តួស្រីក៏ប្រាប់ទៅដូហាថានាងនឹងការពារគេបែបនេះតទៅបើសិនជាមានរឿងរញ៉េរញ៉ៃនាងនឹងបកខ្លួនទៅសមត្ថកិច្ចខ្លួនឯងរីឯដូហាវិញស្ដាប់ហើយសើចយកតែម្ដងគេមិនដឹងថាធ្វើយ៉ាងម៉េចជាមួយនាងនោះទេព្រោះថានាងកំ pl ែងពេកហើយពេលនេះគេក៏កាន់តែចង់បាននាងខ្លាំងផងដែរក៏លេចមករ៉ាហានេះវិញកំពុងតែណែនចិត្តលោក Butler មករាយការណ៍ថា Larry បានចំណាយពេលជាមួយនឹង Priest នោះឡើងមួយថ្ងៃហើយ Priest នោះមិនមែនជាមនុស្សស្រីទេគេជាមនុស្សប្រុសចំលោកម្ចាស់ត្រូវតែខំប្រឹងប្រែងឡើងចាប់ផ្ដើមពីការញ៉ាំអាហារជាមួយនឹងអ្នកនាង Laria ទៅព្រោះទំនាក់ទំនងនាងនិងព្រីសនោះអាចនឹងទៅជាយ៉ាងណាក៏គេមិនដឹងដែរកុំមើលរូបភាពដែលគេសម័យពេលនេះឡារីដែលជាមួយព្រីសម្នាក់នោះឬក៏អត់វាមិនមែនជារឿងរបស់គេទេនាងគឺជាធ្មប់ម្នាក់ដែលអាច purify បណ្ដាសាគេបាននាងនិយាយថានាងចង់ដេកជាមួយគេវាមិនថិតថេរនោះទេតែគេទៅរំពឹងអ្វីពីនាងហេតុអ្វីក៏ក្នុងខ្លួនគេវាច្បងខ្លាំងយ៉ាងនេះគ្មានអ្នកណាគេមកឆ្លាញ់បិសាចដូចជាគេនោះទេធ្មប់នោះធ្វើបែបនេះព្រោះតែអាណិតគេតែប៉ុណ្ណោះគេមិនត្រូវឲ្យនាងមករំខានខួរក្បាលគេឡើយមានណាថ្ងៃស្អែកឡើងតួប្រុសក៏ហៅតួស្រីមកញ៉ាំអាហារជាមួយគ្នាមែនហើយឡារីនេះគឺដឹងថាកម្រងខ្លួនឯងធ្វើឲ្យគេប្រច័ណ្ឌដំណើរការថ្ងៃនេះគេមើលទៅគឺកាន់តែសង្ហាលើដើមសម្រាប់បែបនេះអាចយកឈ្នះអ្វីៗទាំងអស់តើនាងយ៉ាងម៉េចហើយតួប្រុសសួរតួស្រីនាងឡើងភ្ញាក់កំពុងតែសប្បាយមើលគេផងល្អតែតើខ្ញុំបានដើរលេងជាមួយនឹងមិត្តភ័ក្តិអូមែនហើយថ្ងៃនេះគេនឹងមកព្យាបាលខ្ញុំម្ដងទៀតប៉ុន្តែគេនឹងនៅតែក្នុងបន្ទប់ខ្ញុំតែប៉ុណ្ណោះដូច្នេះវាមិនរំខានលោកទេមែនទេរ៉ាហានឆ្លើយឡើងថាមិនរំខានទេឡារីក៏បន្តសួរថាអញ្ចឹងលោកមិនប្រច័ណ្ឌនោះទេហើយទូប្រុសវិញក៏មើលទឹកមុខរបស់គេគឺក្តៅដូចជាទឹកពុះទៅហើយ